大家好。OK，今天我做视频，一个视频，我就让你们去看看这个视频，然后你要做的功课。我觉得你 OK 也知道的很多了，关于今天的语法我分享你们的。Cô ngày nay cô thua video mới để bạn pon ជាមួយនឹងវិជ្ជាកររបស់យើងហើយគូសង្ឃឹមថានៅក្នុងវីដេអូនេះនឹងជួយយើងបានច្រើនមួយកម្រិតទៀតនៅក្នុងការសរសេរភាសាចិនឲ្យបានកាន់តែល្អហើយបន្ទាប់ពីមើលចប់វីដេអូនេះអ្នកគ្នាត្រូវធ្វើ homework ធ្វើឲ្យគូកុងខើអូខេអញ្ចឹងប្រហែលជា10នាទីឬក៏15នាទីនៅក្នុងវីដេអូមួយនេះឯងតោះអូខេឥឡូវចាប់ផ្ដើមមកកុំឲ្យខាប់ទេអ្នកគ្នាដឹងហើយពេលដែលអ្នកគ្នាចង់តែងប្រយោគភាសាចិនគឺជាទៅតែងតែមាន subject មាន verb right verb ហើយនឹង object នៅក្នុងភាសាចិនអូខេ subject verb object ឧទាហរណ៍គូអាចលើកឧទាហរណ៍ថា我学习中文ឬក៏汉语ដូចគ្នាទេ我学习英语អញ្ចឹងណាអញ្ចឹងតែយើងចូលមកដាក់ទេយើងចង់ដាក់ទៅអានឹងតាមចិត្តយកមកប្រើបាននៅក្នុងភាសាការនិយាយទូទៅអញ្ចឹងណាទេចឹងអ្នកគ្នាឃើញហ៎ទៅក្នុងនេះមានខ្លះអញ្ចឹងក្នុងនេះវាមានប្រធានគឺ我学习គឺ学习អានេះយើងអានគឺមិនអ៊ីអក្នុងភាសាចិនគឺអ៊ីអហើយក៏ប៉ុន្តែពេលដែលគេប្រើនេះគឺអានេះក៏ស្រៈ u ដែរប៉ុន្តែយើងយកមកសរសេរគឺវាចុចពីខាងលើអាន u យើងចុចពីលើមកណាចុចមូអានឹង u អញ្ចឹងបើយើងប្រកបក៏អានថា学习អត់អានទៅស្អីណាខាងគ្រូខ្ញុំរៀនស្រៈ u មានអញ្ចឹងអានេះក៏ជាលក្ខខណ្ឌជា special case មួយដែលគេប្រើប្រាស់អញ្ចឹងតាមពិតទៅវាចុចពីវាលើអក្សរ u នេះឯងហើយពេលដែលយើងអានគឺអាន u ស្អីមាត់ទួយណាអញ្ចឹងវាទៅជា学习អញ្ចឹង学习ហ្នឹងគឺบอกថារៀនក្នុងការយកមកប្រើណាគ្នាអញ្ចឹងសង្ឃឹមអ្នកគ្នាតន់អញ្ចឹងលក្ខខណ្ឌហ្នឹងវាមានអីខ្លះវាមានប្រធានវាមានកិច្ចសព្ទវាមានកម្មបត្តិដល់មកអញ្ចឹងយកមកប្រើមកទូទៅប្រធានកិច្ចសព្ទកម្មបត្តិដូចជា I study Chinese okay I study Chinese I study English អញ្ចឹងយកមកប្រើក្នុងការយកមកនិយាយនោះគឺគឺដូចភាសាអង់គ្លេសដែរយើងមើលទៅវាងាយមែនតើសាមញ្ញខ្លីៗអញ្ចឹងណាក៏ប៉ុន្តែយើងអាចនិយាយបានច្រើនទៀតឧទាហរណ៍ដូចជាអ្នកគ្នានិយាយថា就是我吃饭对我吃面就是面条 noodle ឬក៏拉面ពេលខ្លះក៏គេយកមកសេ拉面也可以ចឹង很多了我吃炒饭 is a fried rice 很多了ចឹងពេលខ្លះក៏យើងយកមកប្រើដែរដូចជាពាក្យ炒饭ក្នុងភាសាចា炒饭ណា炒饭ហ្នឹងបងមកថាម៉េច炒饭ហ្នឹងបងមកថាបាយឆាយ៉ាងហ្នឹងឯងចឹងក្នុងភាសាចិនគេប្រើពាក្យថា炒饭ទេអូខេទីដល់មកតោះអញ្ចឹងពេលដែលអ្នកគ្នាប្រើបែបហ្នឹងយកមកនិយាយបែបហ្នឹងអូខេក្នុងប្រយោគមួយហ្នឹងគឺវាមានតែ3ទេធាតុរបស់វាសំខាន់គឺវាមានប្រធានកិច្ចសព្ទកម្មបត្តិចឹងនេះគឺសារកម្មបត្តិទាំងអស់ចឹងកិច្ចសព្ទរបស់វាគឺពាក្យឈើនេះឯងទីដល់មកចឹងបើសិនជាយើងនិយាយយើងចង់ដូរយើងរៀនភាសាបរទេសមែនតើឲ្យឆ្លាតជាទៅគេមិនដែលទៅរៀនប្រើកម្លាំងបាយឬប្រាប់ទេគឺគេប្រើ technique strategic ធ្វើម៉េចយើងរៀនឲ្យវាឆ្លាតដើម្បីឲ្យឆាប់ចេះវាលឿនទីពីនេះអញ្ចឹងបើសិនតែគេចង់យកទៅបង្កើតវាគេអាចដូរប្រធានខាងមុខនឹងទៅជាដូចជាវ៉ាប៉ាមិនមែនឪពុករបស់ខ្ញុំមានថោអូខេអញ្ចឹងយកមកប្រើមកមានថោអូខេ my father eats noodle អញ្ចឹងយកមកប្រើមកយកមកនិយាយក្នុងភាសាការប្រើប្រាស់គឺប៉ុណ្ណេះវាថាឪពុករបស់ខ្ញុំញ៉ាំអីគេញ៉ាំមីចឹងក្នុងភាសាចិនបែងចែកពីរអាឡាមៀននេះគឺវាសំដៅទៅលើណាសំដៅទៅលើគេសំដៅទៅលើមីដែលគេធ្វើដោយដៃក្នុងភាសាចិនគេអានថាឡាមៀនអញ្ចឹងឡាមៀនវាខុសពីមានឆោណាអាហ្នឹងគឺមីដែលធ្វើដោយដៃហ្នឹងយើងនិយាយថា hand pulled noodle អញ្ចឹងគឺជាមីដែលធ្វើដោយដៃចឹងនៅចិនហ្នឹងគឺវាបែងចែកជាពីរអាមីប្រភេទគេធ្វើទាញវាដោយដៃហើយនឹងប្រើម៉ាស៊ីនចឹងប្រើម៉ាស៊ីនគេហៅថាមានឆោហើយបើសិនជាប្រើ
đấy cái pra biệt thà lạ miền chả miền nó bỏ tham mà sai mà những bỏ thòng đá nè miền lạ miền thì đó mà lạ miền tùy ok chẳng lại ní bật thiên về ai về chi năng bán chẳng thế khơi nhắn chẳng bên đây tầm miền bật thiên vì miền kẻ sang cảm bọn đại chẳng không cảm pra thì đó mà ok hay nào khi mơ anh đang job nào khi thử vô về từ bậc cao rồi cụ chẳng vô mà xe mà họ thà cụ xe water fan chẳng nào khi xe water miền tàu water 什么什么的អញ្ចឹងអ្នកគ្នាធ្វើបង្កើតវាណាអូខេនេះគឺជា homework អ្នកគ្នាតោះតទៀតចុះបើសិនជាគេចង់សេប្រយោគនឹងដែរវាមានវាវែងជាងហ្នឹងវាវែងជាងហ្នឹងតើខ្ញុំធ្វើមិននៅភាសាចិនបើចង់វែងជាងហ្នឹងវាមាន subject អូខេបូកជាមួយនឹងពេលវេលាអូខេឥឡូវយើងនិយាយថាយើងបូកមួយទីកន្លែង place បូកជាមួយនឹង verb បូកជាមួយនឹងកម្មបត្តិយកមកនិយាយមកអូខេកម្មបត្តិគូសេកាត់ណាអ្នកគ្នាស្គាល់នឹងតន់នេះគឺជាប្រយោគស្របដដែលមេថាប្រធាន subject subject verb s place ហើយនឹង verb object ក៏ប៉ុន្តែក្នុងភាសាចិនអា place ហ្នឹងវាត្រូវមានពាក្យចែនៅពីមុខវាណាគឺគេយកមកដាក់វាជាទូទៅអីអញ្ចឹងគេប្រើប្រាស់វាត្រូវមានពាក្យចែបូកមួយ place មកណាហ្នឹងចែ place កន្លែងហ្នឹងមកក្នុងភាសាចិនអាចថាចែនឹងដោយភាសាអង់គ្លេស preposition in on at ប៉ុន្តែក្នុងភាសាចិនវាងាយស្រួលជាងដោយសារវាបានប្រើថានៅក្នុងនៅក្រៅអីត្រូវប្រើបែបម៉េចអានេះគ្រាន់តែគូនិយាយទូទៅឧទាហរណ៍ថានៅផ្ទះនៅសាលាវាបានថានៅសាលារៀនធ្វើប្រើគេអត់ទេគឺប្រើពាក្យចែដូចគ្នាទីដល់មកឧទាហរណ៍ថាខ្ញុំរៀនភាសាចិននៅផ្ទះអញ្ចឹងណាអញ្ចឹងយើងនិយាយមក我学习中文我学习汉语ប៉ុន្តែយើងអាចយកមកសរសេរដាក់ថាចែកជានៅនេះបានទេគឺខុសប្រយោគនឹងខុសហើយគឺយើងនិយាយថា我在家学习汉语我在家学习汉语对我在家学习汉语អញ្ចឹងចែកឲ្យចាហ្នឹងគឺផ្ទះណាក្នុងភាសាចិនផ្ទះមានច្រើនណាបងការនិយាយណា对មានពាក្យហ្វាំងសៀនមានពាក្យអ៊ូជើមានពាក្យអីច្រើនមែនតើក៏ប៉ុន្តែអាពាក្យហ្នឹងប្រើខុសៗគ្នាប៉ុន្តែពាក្យដែលគេប្រើសំដៅលើ home ដែលភាសាអង់គ្លេសបក home ណាគឺពាក្យថាចាអ្នកគ្នាតើណាអញ្ចឹងការប្រើបែបហ្នឹងអញ្ចឹងយើងប្រើមកបើចា学习汉语មេថា I study Chinese at home អញ្ចឹងយកមកប្រើមកអញ្ចឹងប្រើប្រាស់គឺបែបហ្នឹងអញ្ចឹងណា I study okay Chinese at home អញ្ចឹងយកមកប្រើមក very easy right តោះ okay I study English at university ចឹង yes យើងប្រើមកយើងប្រើពាក្យថាម៉េចយើងថា我在对我在的来我在大学 university 我在大学学习英语ឧទាហរណ៍ខ្ញុំរៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យអញ្ចឹងពាក្យតាជាអញ្ចឹងនេះគឺជាអ្នកគ្នាប្រើទៅអាចសេពាក្យដូចជាជាសោយល់ទេយើងអាចយកមកប្រើបានឧទាហរណ៍ពាក្យជាសោសាលារៀន school អានេះជាសោបកដាក់ពាក្យវិជានាមដែរអញ្ចឹងយកមកប្រើវាយើងបកយើងដឹងឲ្យពាក្យសាលារៀនណាហ្នឹងហើយប៉ុន្តែបើសិនជាករណីដែលតាជាគឺ university វាខុសគ្នាណាអញ្ចឹងយើងរៀនណារៀនទៅស្អីចិត្តយើងឬក៏យើងចង់និយាយថារៀនណារៀននៅ library ក៏បានយើងប្រើពាក្យអីគេយើងប្រើពាក្យថា图书馆就是中文说的图书馆អញ្ចឹង图书馆បកថា library យ៉ាអ្នកនេះតើនេះអញ្ចឹងប្រើប្រាស់បែបហ្នឹងមកយកមកនិយាយទូទៅ图书馆ឃើញទេថដាក់ស្រអ៊ូ图第二声图书馆ទេអញ្ចឹងមេថាពេលដែលគេប្រើទម្រង់ដែលមានទីកន្លែងក្នុងភាសាចិនចាំបាច់ត្រូវប្រើនៅពីក្រោយ subject អូខេហើយបើសិនជាមានពេលវេលាមួយទៀតការប្រើប្រាស់វាគឺត្រូវតែដាក់ subject ចឹងហើយបូកជាមួយនឹងពេលវេលាបូកជាមួយនឹងទីកន្លែងបូកជាមួយនឹងគេស័ព្ទបូកជាមួយនឹងកម្មបត្តិអូខេសម្រាប់ចំណុចនេះគ្រូនឹងធ្វើវីដេអូមួយទៀតដែល like សម្រាប់ជួយ homework អ្នកនរគ្នាអញ្ចឹងឥឡូវ skip មួយនឹងចោលសិននឹងអត់តន់យកមកនិយាយទេអានេះជា point សំខាន់មួយទៀតឥឡូវអ្នកនរគ្នាត្រូវធ្វើវីដេអូធ្វើអាសាធ្វើជា homework នៅភាសាចិនគេប្រើពាក្យថា作业 homework ណាគេ作业 is kind of homework we say homework ហ្នឹងហើយ homework យើងឯងយើងប្រើ作业ហើយបើសិនគេប្រើពាក្យថាកុងខវាសំដៅលើ assignment វាធំជាងណា
chẳng những gì ta homework chả homework number one sẽ video để cụp nhà ấy chỉ là trên cái video mới đấy cứ nào kia thử mơ về chọc ok thì đó mà chẳng án mơ bay buồn đòn chẳng cô bầm đòn sầm khán tí muối ca phở ca tay ví dụ nó không tụm rong thom mà đã thì pi ca tụm tay ví dụ để miền tí cái lại cho bà sân chỉ dân trong phở về tụm rong ní cứ chia sắt sang tại chia tụm rong cái kì tầng này vì sắt sang tại chia tụm rong srop á nào cái này nè chẳng cái dân aiจะ say ไป tới chia tụm rong negative kalau misalnya chân cái an tha for cái faulting để cho cái faulting cứ negative sentence negative form chẳng khai ta faulting chẳng miền khẩn tinh miền faulting miền疑vấn chẳng ngày nắng đó không nên nâng score lòng pi tụm rong bài sai mới thế chứ bài sai mình bị bạ thế không bị sai chân cú bông tay này dây ông pi bài chụp bóng là cao nên là cột cho là nhiều pi bài chụp bóng cho trong bản thân là dân vậy tha I don't study Chinese ยัง不靠近这他 yeah 我不学习中文我不学习中文 chắc à bịa bụ nữa á cứ chia tụm rong bại sai trong cái trái này để kêu một phở nè bụ khi mình nham khi mình tơ khi mình phơ khi mình ấy cái đó dùng một phở với cứ cái pra bịa bụ nâng dùng một phở phía thì đó mà chân ca phở bị bạn nâng biết tới chia I done nhóm mình I do not I done ok study kì Chinese chẳng vô phao mà ok thì đó mà chẳng bao ba viên nghi mình tên nhưng anh nhà mà hai pe prep chẳng bao bị cái wo bu wo hai pe prep nó mình sai chân cái phao bị thay kì bị tha chó phản chơi chó phản 对 anh cứ bỏ mà tha hai pe prep nè cứ chơi chó phản chó đặc nên có bị chó sang hảo ấy này chẳng vừa sau đây dương vậy tha nhóm nhau hai bê bớt và chơi chó phản chẳng bậc nhóm mình nhau hai bê bớt đấy và bù chơi chó phản chẳng dùng một pra viết về tới chia I done như này I done have breakfast ok chẳng dùng một pra mà yes very good right very easy and simple yeah it's just follow my video and then you write your homework you will see what is your result after to finish this video คอยไปชอบวิดีโอไม่ได้ตานนะนี่นึงเจ๋จังนี่คือจุดสำคัญต่อจังในขนมตุ่มรองทีนี้คือปูนะปูหนึ่งดาบปีหมกม้าคือเชียเตอร์เชียตุ่มรองแบบเดซายในขนมเป็นสายจันโอเคใครเปียปูนึงที่ซาดบาสันบาวิจูบจมวยนึงด้วยจะเปียทาđiเปียเสือนะยังก็อาจจะใช้แบบสายได้นึงไปจะกองมวยได้นะหรือก็คุยหรืออะไรอย่างไรจะเป็นนักเรียนเคยเนี่ยเคยvềสำเร็จที่บุญดีขึ้นเนี่ยจังไปแต่เคยสำเร็จที่บุญดีขึ้นนี่มาrồi phía rồiคือcái trong bài thử đồสำเร็จbảo huy đồสำเร็จbảo huy tới chiaสำเร็จที่มันtới chiaสำเร็จที่ปีmìnhจังยังthời giờ lại nữa nè đó cái này yeah chẳng hạnคือจะการปราวิจิจำbàiที่ตัวเตอร์bảo huyจังไปtới chia bù sựจังไปtới bù sự hayสำหรับการปลาหมูที่กระไหลด้วยគ្នាដែរចឹងយើងយកមកសេមកខ្ញុំអត់រៀនភាសាចិននៅផ្ទះផងចឹងបងនិយាយថាម៉េចទៅយើងបោផាផ្ទះយ៉ាងនិយាយថា我不在家学习中文ចឹងណាឬក៏我在家不学习中文អានឹងបើសិនយើងនិយាយពេលហ្នឹងមានថាខ្ញុំមិនរៀនភាសាចិននៅផ្ទះទេខ្ញុំមិននៅផ្ទះរៀនភាសាចិនទេ我不在家学习中文我不在家学习中文đó là ok là clear ក្នុងចំណុចនេះសិនណាឥឡូវសម្រាប់តម្រងថ្ងៃនេះគឺឲ្យសរសេរឡើងវិញនៅអ្វីដែលគ្រូនិយាយគ្រូរៀននេះឲ្យតែងប្រយោគដែលមានកម្មបត្តិដូចដូចជា中文汉语英语饭面条拉面炒饭 fried rice ចឹងណាចឹងត្រូវហ៊ានសរសេរឡើងវិញសរសេរអ្វីគ្រូនិយាយហ្នឹងសរសេរចូលក្នុង exercise របស់យើងហើយអ្នកគ្នាក៏អាចណាតែងវាដោយប្រើប្រធានខុសៗនឹងបានដល់តើណាចឹងបើប្រធាននេះគ្រូសេវប៉ាអ្នកគ្នាសរសេរវកវជាវមីឬក៏វផឹងយកទៅផឹងយកអញ្ចឹងណាស្អីចិត្តចឹងសូមបញ្ជាក់ឡើងវិញនៅក្នុងទម្រង់ដែលមានប្រធានកិច្ចសកម្មបត្តិធម្មតានេះអ្នកគ្នាត្រូវតែងវាចំនួន5ប្រយោគហើយសម្រាប់ទម្រង់ដែលមានពាក្យចាយនេះអ្នកគ្នាត្រូវតែងវាចំនួនប្រហែល
តែមាន5ប្រយោគដូចគ្នាអូខេអញ្ចឹងសូមបញ្ចប់ប៉ុណ្ណឹងហើយនេះគឺជាសឹងត្រដែលគ្រូឲ្យយ៉ាគ្រូគិតថាអ្នកគ្នានឹងចូលចិត្តវាអញ្ចឹងដូចពាក្យមិញនោះឯងដូចពាក្យអីគេពាក្យមានថោអូខេមានថោគឺ noodle ហ្នឹងហើយ មីអូខេឬក៏ពាក្យទៀតហាន់ប៉ោប៉ោអ្នកគ្នារៀនរួចរាល់ហើយពាក្យហាំប៉ោប៉ោ is a hamburger យ៉ាអញ្ចឹងពាក្យនេះអ្នកគ្នារៀនរួចរាល់ហើយអញ្ចឹងសិតតែជានាមដែលយើងយកមកប្រើបានឬក៏ពាក្យខាងលើមកយកឯងគឺពាក្យអីគេពាក្យឆោហ្វាន់ is a fried rice អ្នកគ្នាក៏ហើយជាធ្លាប់រៀនអញ្ចឹងកត់ទៅឆោហ្វាន់អូខេយើងនិយាយថា yeah fried rice ស្អីគេដែរឲ្យតែឆាហ្នឹងគឺប្រើពាក្យឆោហ្នឹងណាឬក៏ជា烤鸭 is you know យើងបកថាម៉េចទាខ្វៃណាទាខ្វៃជនជាតិចិនគេចូលចិត្តញ៉ាំមែនតើអញ្ចឹងក្នុងភាសាចិនអានថា烤鸭对 is roast duck អូខេយ៉ាដល់មកគេអញ្ចឹងគ្រូគាត់ថាប៉ានេះពាក្យតែង 4-5 ប្រយោគវាដូចជាសាមញ្ញសម្រាប់យើងហើយយើងអាចយកទៅធ្វើបាននៅក្នុងការសិក្សារបស់យើងអញ្ចឹងបន្ទាប់ពីមើលវីដេអូនេះចប់យើងតែងទៅជាប្រយោគមកគឺវាចេះតែម្ដងអូខេហើយទីកន្លែងនេះទីហ្វាំងទីកន្លែងណា place ពាក់ព័ន្ធនឹង place ទីហ្វាំងសឹងត្រទីកន្លែង place នេះឯងអញ្ចឹងគ្រូឲ្យដូចជា图书馆 you know is library បណ្ណាល័យដូចជាពាក្យតាជា university អូខេ university អូខេ学校គឺ school right អូខេហើយទៀត书店 is you know is a bookstore កន្លែងលក់សៀវភៅបណ្ណាគារហ្នឹងឯងអញ្ចឹង4ពាក្យចាស់ប៉ុន្តែពាក្យខាងលើដូចមានច្រើនដែរអញ្ចឹងយកទៅ combine ចូលគ្នាទៅតែងមួយទម្រង់5ប្រយោគក្រោយបញ្ចប់វីដេអូនេះអញ្ចឹងសូមមើលវាបិចឲ្យយល់ណាមើលវាមិនឲ្យយល់ហើយឲ្យច្បាស់នៅក្នុងវីដេអូនេះអូខេអញ្ចឹងទី1គឺការប្រើប្រាស់ subject verb object ទី2គឺការប្រើប្រាស់ទម្រង់ដែលមានចៃសំដៅលើទីកន្លែងអូខេOK，而跟起来，谢谢大家为你们看我的今天的视频。OK，对，拜拜，再见。